各位同学，大家好！欢迎各位同学来到我们的国语学校。សូមស្វាគមន៍ដល់សិស្សានុសិស្សជាទីស្រឡាញ់ផងដែរមកកាន់សាលាភាសាចិនកុកងឺរបស់យើងបន្តទៀតហើយ同学们នៅក្នុងថ្ងៃនេះយើងឈានមកដល់ការសិក្សារបស់យើងបន្តទៀតនៅក្នុងថ្ងៃច័ន្ទបាទដែលសិស្សក៏បានរៀបចំមេរៀនល្អៗដើម្បីចែករំលែកដល់សិស្សរបស់យើងបន្តទៀតនោះណាបាទហើយអាទិត្យនេះយើងមានជាអត្ថបទកសែតមួយដែលពិសេសតែម្ដងនិយាយអំពីការបាញ់បោះបាទរបស់ជនជាតិចិនប្រហែលថ្ងៃមុននេះបាទអញ្ចឹងក៏ដោយសារតែមេរៀននេះត្រូវបានសិស្សយើងស្នើសុំแล้วសិស្សក៏បានលើកឡើងយកមកចែករំលែកបង្រៀនតែម្ដងទៅបងប្អូនណាបាទ同学们មេរៀនរបស់យើងនេះគឺជាសារព័ត៌មានណាជាកសែតបាទអញ្ចឹងនៅហ្នឹងលោកសិស្សសូមបកប្រែជាពាក្យខ្លីៗហើយនឹងសន្លឹកខាងក្រោមឲ្យកូនសិស្សណាបាទអូខេ老师要开始翻译一下今天的第一页បាទ课文同学们អញ្ចឹងមេរៀនរបស់យើងគឺមានពាក្យដែលសិស្សថែមឲ្យជាច្រើនរហូតដល់40លេខណាបាទ40លេខ到第40号ណាអញ្ចឹង老师សូមចាប់ផ្ដើមអានឲ្យកូនសិស្សស្ដាប់សិនណា老师就是开始朗读一遍给大家听អញ្ចឹងយើងមកមើលចំណងជើងខាងលើទាំងអស់គ្នាបាទយើងមកមើលចំណងជើងទាំងអស់គ្នា金边商业大楼枪击案金边警长起因与酒后争执有关បាទ同学们អញ្ចឹងសិស្សសូមចាប់ផ្ដើមបកតែម្ដងបាទចាប់ផ្ដើមបកណាករណីបាញ់ប្រហារបាទឆាំងជីនេះមានថាបាញ់ប្រហារបាទ同学们ករណីបាញ់ប្រហារនៃអគារពាណិជ្ជកម្មបាទក្នុងក្រុងភ្នំពេញបាទណាករណីបាញ់ប្រហារហ្នឹងឆាំងជីណាករណីបាញ់ប្រហារបាទនៃអគារពាណិជ្ជកម្មក្នុងក្រុងភ្នំពេញអញ្ចឹងពាក្យបាញ់ប្រហារហ្នឹងឆាំងជីនេះគឺឆាំងជីដល់ពេលឆាំងជីអានមានថាករណីបាញ់ប្រហារអគារពាណិជ្ជកម្មគេប្រើ商业大楼បាទករណីបាញ់ប្រហារនៃអគារពាណិជ្ជកម្មក្នុងក្រុងភ្នំពេញលោកបាទស្នងការនគរបាលរាជធានីភ្នំពេញបាទឯកឧត្តមជួននរិនណាបាទឯកឧត្តមជួននរិនគឺជាស្នងការនគរបាលរាជធានីភ្នំពេញជំរាបថានេះអាចុច2ហ្នឹងគឺជាសម្ដីរបស់គាត់ណាបាទជំរាបថាឈីអ៊ីនមូលហេតុដែល